ជារឿងពិតដែលនិយាយចេញពីមាត់របស់ទាហានថៃដែលស្ដាប់ហើយព្រឺរោមណាស់ហើយក៏ជឿថាជារឿងពិតដែរតោះយើងមកស្ដាប់សាច់រឿងទាំងអស់គ្នាថារន្ធត់បែបណាពេលទាហានថៃម្នាក់ដែរគាត់រួចរស់មានជីវិតចេញពីសង្គ្រាមនៅលើភ្នំទ្របហើយគាត់បានទម្លាយការពិតទាំងអស់គ្មានសល់នៅលើសង្គម Facebook គាត់បាននិយាយថាគាត់គឺពេលទាហានជួរមុខមានន័យថាគាត់ជាពេលព្យាបាលទាហានរងរបួសនៅជួរមុខពេលនោះមានទាហានថៃជាច្រើនបានបុកសម្រុកវាយដណ្ដើមយកភ្នំទ្របស្រាប់តែវាយចូលបានរៀងឆ្ងាយបន្តិចក៏ស្រាប់តែមិនដឹងមានទ័ពទាហានខ្មែរមកពីណាទេច្រើនណាស់ទ័ពទាហានខ្មែរបានវាយបុកយ៉ាងខ្លាំងធ្វើឲ្យទ័ពថៃស្លាប់និងរងរបួសយ៉ាងច្រើនពេលនោះទាហានថៃបានឆ្ងល់ថាពេលគ្នាគាត់វាយសម្រុកមកដំបងគ្មានឃើញទ័ពខ្មែរច្រើនបែបនេះទេតើហេតុអ្វីឥឡូវនេះទាហានខ្មែរបានមកច្រើនម្ល៉េះស្រាប់ពេលនោះគាត់ឃើញមិត្តភក្តិគាត់ម្នាក់កំពុងរងរបួសគាត់ក៏លើកលាមិត្តគាត់និងរត់មករកកន្លែងដែលមានសុវត្ថិភាពគាត់ថាអំឡុងពេលហ្នឹងមិត្តគាត់ដែលត្រូវរបួសនិងគាត់ថាដាក់ខ្ញុំចោះទៅគាត់មិនរស់ទេគេមិនអោយខ្ញុំរស់ទេហើយឈប់ឈ្លានពានចូលដីគេទៀតកុំរំកិលទៅមុខទៀតអីបើកាន់តែរំកិលទៅមុខទៀតគឺពួកយើងនឹងឯងជាអ្នកស្លាប់មិត្តគាត់ដែលរងរបួសគាត់ថាគាត់បានឃើញកងទ័ពស្រមោលខ្មៅច្រើនណាស់ចូលមកប្រយុទ្ធជាមួយនឹងទាហានថៃហើយថាបានឃើញសាកសពទាហានខ្លួនទាំងនោះដេកដួលស្លាប់ពីពេញទឹកដីតាំងដងយើងមិនអាចធ្វើអីទៅស្រមោលខ្មៅនោះបានទេឆាប់ដកថយបើមិនចង់ស្លាប់ហើយបានបន្ថែមទៀតថារាល់សាកសពទាំងអស់នឹងមិនមាននរណាម្នាក់យកសាកសពទាំងអស់នឹងឬក៏មិនមានសាច់ញាតិបងប្អូនដឹងពីសាកសពរបស់ទាហានថៃដែលស្លាប់នោះបានទេឬអាចនិយាយបានថាគ្មានអ្នកណាម្នាក់យកសាកសពទៅធ្វើបុណ្យបានទេនឹងคล้ายទៅជាចំណីសត្វត្មាតសត្វព្រៃសត្វខ្លានៅក្នុងនឹងតែម្ដងហើយគាត់ក៏បញ្ជាក់ទៀតថាទាហានខ្មែរយើងនឹងគឺមានភាពអង់អាចក្លាហានមានឆន្ទៈខ្ពស់នៅក្នុងការការពារបូរណភាពទឹកដីរបស់គេណាអញ្ចឹងកុំឈ្លានពានចូលដីគេកុំរំកិលទៅមុខទៀតព្រោះកាលណាកាន់តែរំកិលទៀតថានឹងមិនមានជីវិតចេញរត់ឬរត់រួចខ្លួនឡើយពេលនោះមិត្តគាត់ក៏ដាច់ខ្យល់ស្លាប់បាត់ទៅគាត់នឹងគ្នាគាត់ក៏ដកថយមកជំរុំវិញពេលនោះហើយដែលកម្ពុជាដណ្ដើមទឹកដីភ្នំទ្របមកកាន់កាប់ពេញសិទ្ធលើសពីនេះទៅទៀតបន្ទាប់ពីបរាជ័យវាយយកភ្នំទ្របហើយគុនឡងបានពី3ថ្ងៃប៉ុណ្ណោះស្រាប់មានប្រលឹងវិញ្ញាណខ្មោចទាហានថៃជាច្រើនបានទៅរកអ្នកផ្ទះផងបានទៅឡងទាហាននៅក្នុងជំរំផងជាពិសេសបានទៅឡងលោកភូមិភាគ2ទៀតធ្វើឲ្យភាគ2បានទៅនិមន្តលោកមកសូត្រមន្តចាត់ដបវត្តឯណោះតោះបើយើងភ្ជាប់នៃរឿងទាំងពីរនេះទៅគឺសាច់រឿងភ្ជាប់គ្នាល្អណាស់មានន័យថាទាហានថៃដែលនិយាយក្នុង Facebook នោះគឺនិយាយការពិតឥឡូវយើងមកវែកនិយាយអំពីស្រមោលខ្មៅវិញម្ដងខ្ញុំមាន3ចំណុចដែលវាអាចទៅរួចបងប្អូនស្ដាប់ហើយខមមិនម្នាក់មួយមកថាយល់ដូចខ្ញុំនិយាយអត់ទី1ស្រមោលខ្មៅដែលមកសម្រាប់ទ័ពសៀមនោះគឺជាកងទ័ពរបស់លោកតាខ្លាំងមឿងព្រោះសាច់រឿងរបស់គាត់មុននឹងគាត់បូជាជីវិតគាត់និយាយថាបើមានភ្នែកបន្ទោសំលេងផ្គល់លាន់ចូលលើកទ័ព